អូខេសួស្តីថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងដែលយើងនិយាយអំពី Linux Basic សម្រាប់ DevOps អូខេតើយើងទៅទស្សនាទាំងអស់គ្នាអូខេតើឥឡូវយើងនិយាយអំពី Linux Basic សម្រាប់ DevOps ហើយទូទៅសម្រាប់អីក៏បានដែរជាក់ស្ដែង Linux គឺយើង IT យើងត្រូវចាស់ Linux អញ្ចឹងណាហើយ objective ក្នុងការរៀនអំពី Linux ហ្នឹងគឺយើងនឹងនិយាយអំពីមូលដ្ឋានគ្រឹះរបស់ Linux ទូទៅហើយយើងផ្ដោតទៅលើការនិយាយអំពីការប្រើប្រាស់ command line ហើយយើងក៏ដូចជាក្រៅពីហ្នឹងយើង explore អំពីភាពខុសប្លែកគ្នារវាង GNU ហើយនិង Linux អូខេយើងនិយាយអំពី kernel ហើយជាក់ស្ដែង Linux គឺ kernel គឺជា kernel ហើយក្រៅពីហ្នឹងគឺយើងនឹងនិយាយអំពី distribution ផ្សេងៗឬក៏ family ផ្សេងៗរបស់ OS Linux ហ្នឹងហើយនឹងចុងក្រោយយើងនិយាយអំពី script ឧទាហរណ៍មួយចំនួនដែលគេប្រើប្រាស់នៅក្នុង DevOps ឬយើងហៅថា CI/CD អូខេអញ្ចឹងLinux គឺ open source អូខេរឿងសំខាន់ដែលយើងត្រូវដឹងទីមួយគឺ open source ចឹងតែ open source free ហើយអូខេ free to use អូខេហើយគេប្រើប្រាស់ទូលំទូលាយមែនតើជាពិសេសនៅលើ server ឧទាហរណ៍ web server ដែលយើងប្រើប្រាស់អ៊ីនធឺណិតរាល់ថ្ងៃហ្នឹង internet server នៅលើ cloud ហើយនឹង DevOps environment ហើយយើងនិយាយពី DevOps ទេអញ្ចឹងគឺភាគច្រើនយើងនឹងប្រើ Linux អញ្ចឹងរៀន Linux ប្រកាសជាជួយច្រើនហើយក្រៅពីហ្នឹងគឺវា secure អូខេ Linux គឺ secure ហ្មងហើយតែយើង config ត្រូវដែរអូខេអញ្ចឹងយើងត្រូវតែប្រើប្រាស់ឲ្យវាត្រឹមត្រូវទៅវានឹង secure ហើយវាជា platform ដែល flexible មែនទែនក្នុងការ run application ផ្សេងៗយើងអាច manage system ផ្សេងៗក៏ដូចជាការងារ automation ផងដែរហើយនៅក្នុង slide មួយនេះគឺយើងនិយាយអំពី founder របស់ Linux អញ្ចឹងអ្នកដែលបង្កើត Linux គឺលោក Linus Torvalds ដែលគាត់បង្កើត Linux ហ្នឹងក្នុងដើមឆ្នាំ90គាត់ជាជនជាតិ Falun ហើយកាលហ្នឹងគឺគាត់ជាសិស្សទេនៅសាកលវិទ្យាល័យ Helsinki អូខេដែលគាត់ develop ហ្នឹងគឺយកចេញពី Unix អញ្ចឹងបានពេលខ្លះ Linux វាគេហៅថា Unix based operating system អញ្ចឹងណាវាស្តៀងឬក៏ថា core ហ្មងជាគោលហ្មងគឺគាត់យកតាម Unix តែម្ដងដែលគាត់ទៅ save from scratch ពីព្រោះ Unix វាអត់ free ទេអញ្ចឹងគាត់ធ្វើវាឲ្យ free អញ្ចឹងគាត់ទៅ save ថ្មីតែម្ដងអូខេហើយ Linux ផងដែរគឺមានច្រើនជម្រើសឲ្យយើងជ្រើសបើយើងចង់ប្រើប្រាស់ Linux ហ្នឹងណាអាចថាអូខេបើយើងចូលចិត្តប៉ុន្តែជាក់ស្ដែង back end វាគឺ Linux ដូចតែគ្នាទេតែគាត់ថាគាត់តែរូបរាងទេតែខុសគ្នានោះអញ្ចឹងណាឬក៏ utility tool មួយចំនួនវាអាចថាខុសគ្នាតិចតួចប៉ុន្តែជាគោលគឺ Linux ដូចគ្នាមានដូចជា Ubuntu ណាប្រភេទក្រុមផ្សេងៗដូចជា Fedora CentOS អូខេហើយក្រៅពីនឹង Linux ក៏អាច run នៅលើ Windows បានផងដែរបច្ចុប្បន្នហ្នឹងដោយគេហៅថា Windows Subsystem for Linux គេហៅកាត់ WSL អញ្ចឹង Windows គឺគេ install ជាមួយ WSL មកដែលយើងអាចប្រើប្រាស់ Linux បានមកឥឡូវយើងចូលតែម្ដងគឺយើងនិយាយពី command យកហ្មងហើយយើងអត់និយាយរឿង install យ៉ាងម៉េចទេសង្ឃឹមតែអ្នកនរគ្នាមានមូលដ្ឋានគ្រឹះក្នុងការ install OS និង install software ទូទៅអញ្ចឹងអាច install Linux អាចទៅ run នៅលើ virtual machine ដូចជា VMware ឬក៏អ្នកនរគ្នាអាច run នៅលើ web browser មួយចំនួនគឺយើងអាច run Linux បានហ្មងគាត់តែរៀន command គឺអត់ពិបាកទេអូខេតោះមកឥឡូវយើងចូលហ្មងទៅឧបមាថាយើងមានម៉ាស៊ីន Linux ហើយអញ្ចឹងនេះគឺជា command ដែលយើងត្រូវ run នៅលើ terminal ហើយការងារជា DevOps ខ្ញុំគិតថាbasic ហ្នឹងគឺសំខាន់ដែរឧទាហរណ៍ថាយើងចង់ list មើលតើមាន file មាន directory អីគេខ្លះនៅទីតាំងដែលយើងកំពុងចូលហ្នឹងអញ្ចឹងយើងប្រើ command ls ហើយ command cd គឺសម្រាប់ change directory ដូរទីតាំងដែលយើងកំពុងតែចូលហ្នឹងយើងចង់ទៅកន្លែងផ្សេងៗហើយបន្តមកទៀតយើងអាចប្រើ command pwd ដើម្បីមើលថាតើយើងកំពុងចូលនៅទីតាំងណាដែរ
ហើយនឹងអូខេ MKD ប្រើសម្រាប់បង្កើត directory ថ្មី directory នោះគឺជា folder បងប្អូនអញ្ចឹងបង្កើត folder ថ្មីហើយ RM គឺទូទៅ remove បានទាំង file ហើយនិង directory យើងអាចប្រើ RM បានអូខេបន្ទាប់មក file operation មួយចំនួនទៀតគឺឧទាហរណ៍យើងចង់បង្កើត file បង្កើត empty file យើងអាចប្រើ command type បានហើយយើងអាចប្រើ command cp ដើម្បី copy file អូខេពី source to destination អញ្ចឹងទៅហើយ mv គឺយើងអាចប្រើដើម្បី move file ឬក៏ rename file គេបាញ់នៅទីតាំងតែមួយវានឹង rename file ឬក៏បើយើង move ទៅទីតាំងថ្មីក៏ដោយពេលយើងដាក់ឈ្មោះ file ឲ្យវានឹងដូរឈ្មោះទៅជាឈ្មោះផ្សេងហើយ cat ដើម្បី display content របស់ file ហើយ less អូខេករណីដែល file យើងវាមាន content មានអក្សរច្រើនយើងអាចរៀបវាបាន page by page scroll បានយើងប្រើ less អូខេក្រៅពីហ្នឹងយើងចេះអំពីរបៀបក្នុងការគ្រប់គ្រង user permission អូខេចឹងគ្រប់គ្រង user permission យើងអាចប្រើ command who am I ដើម្បីដឹងថាយើងជានរណាជា user អីគេអាចប្រើ command id ក៏បានដែរក៏ជួយដែរ id អូខេហើយក្រៅពីហ្នឹងទៀតយើងអាចរៀនរបៀបដាក់ permission change permission របស់ file គឺយើងអាចប្រើ chmod អូខេ chmod ហើយ chmod នឹងផងដែរដូចជាត្រូវការ user ch own មិនត្រូវការ user admin អូខេ user root ch own សម្រាប់ដូរ file owner អ្នកណាដែលជា owner របស់ file គឺអាចដូរបានហើយចុងក្រោយ sudo គឺសម្រាប់យើង run as root យើង run ជា admin ណាអូខេយើងអាចប្រើ sudo switch switch user ក្រោយពីហ្នឹងយើងនិយាយអំពី process អូខេអញ្ចឹង command មួយចំនួនដែលអ្នកត្រូវដឹងដែរគឺទាក់ទងការគ្រប់គ្រង process running យើងចង់ដឹងថាមាន process អីគេខ្លះ running យើងអាចប្រើ ps បានអូខេហើយយើងមាន option ផ្សេងដូចជា ps មាន a ឬក៏ aux អញ្ចឹងទៅអញ្ចឹងយើងអាចចង់មើលបន្ថែមយើងទៅមើល option ទៅអូខេហើយ top គឺដើម្បីមើល resource ដែលប្រើប្រាស់អូខេមានទាំង CPU RAM អីទាំងអស់ទូទៅហើយ kill គឺជា command ដើម្បី kill process អូខេពេលយើងជិះមើលទៅឃើញ process ណាដែលយើងអត់ត្រូវការ run ឬក៏ process ណាដែលវា C space ខ្លាំងអី C process ខ្លាំងយើងអាច kill វាបានអូខេហើយ df ដើម្បី check មើល display អូខេហើយចុងក្រោយ free គឺជា command ដើម្បីយើង view មើល memory usage របស់ system របស់យើងអូខេមកឥឡូវក្រៅពីយើងនិយាយថា command សំខាន់មានអីខ្លះហើយយើងអាចត្រឡប់ basic មកបន្តិចដែរហើយយើងបាននិយាយនៅក្នុងហ្នឹងដែរគឺចំណុចសំខាន់ដែលអ្នកគ្នាត្រូវចេះដែរគឺរបៀបក្នុងការ manage package manage software នៅលើ system Linux ហ្នឹងព្រោះបើយើងអត់ចេះហ្នឹងទេគឺយើងពិបាកធ្វើការ automate ដែរអញ្ចឹងណាយ៉ាហើយ package manager ឬក៏ package management ហ្នឹងគឺជា tool ដែលវាជួយ automate ក្នុងការ install update upgrade remove software របស់យើងនៅលើ Linux ហ្នឹងចាមិនមែនតែលើ Linux ទេនៅណាក៏ដោយ Windows ក៏ដោយអូខេមកឥឡូវយើងមើលរបៀបដែល package manager វាធ្វើការម៉េចរបៀបដែល package manager ធ្វើការទូទៅគឺចេញពី system ឧទាហរណ៍ user system ហ្នឹងយើងណាជា admin ហ្នឹងពេលយើង access ទៅ Linux គឺយើងអាចវាយ command package management ណាមួយអញ្ចឹងទៅគឺវានឹងជួយ access ទៅរក repository ដែលទាញយកព័ត៌មានពាក់ព័ន្ធរបស់ package ដែលយើងចង់ install ហ្នឹងហើយវានឹងទាញ download មកយកមកឲ្យយើង install ឲ្យយើងអញ្ចឹងទៅហើយល្បី package manager នៅលើ Linux មានដូចជា apt ដែលប្រើនៅ Debian base ឧទាហរណ៍ដូច Ubuntu គឺប្រើ apt ហើយ YAM បច្ចុប្បន្នវាគេប្រើ DNF ហើយគឺជា package manager YAM ក៏នៅតែប្រើបានដែរនៅលើ CentOS អញ្ចឹងណាអូខេនេះជាឧទាហរណ៍ទូទៅបើសិនអ្នកគ្នាចង់ manage package អញ្ចឹងគឺយើងវាយ command apt តែពេលនេះយើងដាក់ sudo ដោយសារតែទូទៅ package manager គឺត្រូវការ set user root ឬក៏យើងហៅថា user ដែលមាន high privilege អូខេអញ្ចឹងយើងអាចប្រើ apt update ដើម្បី refresh package index អីផ្សេងគឺយើងអាច run every time យើងគួរតែ run update មុននឹងយើង install អីមួយអញ្ចឹងណាហើយ command apt upgrade គឺប្រើប្រាស់ដោយមានន័យថាកុំចេះតែប្រើគេអញ្ចឹង upgrade គឺយើងនឹង install package new version ពីព្រោះពេលខ្លះយើងអត់ត្រូវការចេះតែ run upgrade ទេ
វាអាចធ្វើឲ្យប៉ះពាល់ដល់ service ណាដែលពាក់ព័ន្ធដែលវាពេលខ្លះវាត្រូវការ version ហ្នឹងមិនអាចចេះទៅ version ចុងក្រោយទេអូខេហើយដើម្បី install គឺយើងវាយ apt install ហើយ package name ដែលយើងចង់ install ឧទាហរណ៍យើងចង់ install nano ឧទាហរណ៍អញ្ចឹងករណី software system យើងអត់មាន nano អញ្ចឹងយើងអាច run apt install nano ហើយដើម្បី remove វិញគឺ remove ហើយចង់ remove ទាំងអស់ទាំង configuration ហ្មងគឺ purge ហើយករណីយើងពេលខ្លះយើងចង់ search មុននឹងយើង install យើងចង់ search មើលមានអត់អីអត់អញ្ចឹងណាអញ្ចឹងយើងអាចវាយ apt search បើវាអត់មានទេពេលខ្លះយើងត្រូវការទៅ import វាពី repo ណាមួយអញ្ចឹងទៅ add repo អញ្ចឹងទៅហើយនៅក្នុងហ្នឹងគឺ clean អញ្ចឹងគឺយើងដើម្បី clear clear package file ផ្សេងៗអូខេមកឥឡូវយើងត្រឡប់មក understand Linux បន្ថែម technical Linux Linux ជា kernel មានន័យថាកាលណាយើងនិយាយ Linux គឺជា core របស់ OS Linux ទាំងអស់មានន័យថា OS Linux ដូចជា Ubuntu អីគឺប្រើប្រាស់ kernel របស់ Linux ហ្នឹងហើយក៏ build on top បង្កើតជា utility ផ្សេងបង្កើតជា interface ទៅតាមគេចូលចិត្តអញ្ចឹងទៅតែជាក់ស្ដែងបើ Linux ហ្មងគឺជា kernel ជា core របស់ Linux OS ទាំងអស់ core ហ្នឹងវាធ្វើអីខ្លះអញ្ចឹងការងាររបស់ kernel គឺវា manage hardware resource ផ្សេងការងារវា handle process អីហ្នឹងហើយនឹង ensure security stability របស់ system ហ្នឹងយើងឧទាហរណ៍មើលហ្នឹងនេះតម្រូវពេលយើង install application អញ្ចឹង user គឺ interact ជាមួយ application ហើយបាន application គឺ interact ជាមួយ kernel អញ្ចឹងមានតែ kernel ទេដែល work direct ជាមួយ hardware ផ្សេងអញ្ចឹងណាអូខេអញ្ចឹង kernel គឺ work នៅ ring 0 អានេះបើយើងនិយាយរឿង privilege អញ្ចឹង kernel level គឺគ្រោះថ្នាក់មែនទែនបើសិនជាយើងអាចឲ្យអីមួយ access ទៅដល់ kernel level គឺអាចប៉ះពាល់ដល់ system ខ្លាំងអូខេនេះជា distribution របស់ Linux family យើងនិយាយភាសាហើយនៅស្លាយមុនអូខេ Ubuntu Debian អីចឹងទៅអូខេហើយ use case របស់ CI/CD មែនទែនគឺយើងប្រើ Linux ច្រើនមែនទែននៅពេលដែលយើងចង់ automate build ឧទាហរណ៍ចឹងយើងអាចប្រើ bash script ដើម្បីជួយ compile code package application របស់យើង continuous deployment ហើយយើងអាចប្រើ command មួយចំនួនយើងត្រូវការចាំបាច់ដោយសារតែ ecosystem របស់ system ទាំងមូលភាគច្រើន Linux ចឹងអូខេហើយក្រៅពីហ្នឹងងាកទៅមុខទៀត command ទាំងអស់ Statistically 96% of the humans watching this អូខេហើយក្រៅពីហ្នឹងយើងនឹងមាន practice ផ្សេងដែលអ្នកនរអាចអនុវត្តតាមអូខេអាច scope ហើយអនុវត្តតាមទៅអនុវត្តតាមទៅ manage file យើងអនុវត្តវាយ command នឹងតាមទៅអូខេអនុវត្ត3អនុវត្ត4អានេះគឺរឿង advanced យើងត្រូវការ prepare file មួយឈ្មោះថា create.json ហើយយើងមានព័ត៌មានទាំងអស់ហ្នឹងចូលទៅហើយយើងអាចរៀន interact ដោយប្រើ command ផ្សេងដូចជា jq ជាដើមដើម្បី analyze json file ហើយនេះគឺជាឧទាហរណ៍បើសិនជាអ្នកនរប្រើ CI/CD នៅលើ GitLab អញ្ចឹងនេះគឺជា script ហើយជា YAML file ហើយយើងឃើញហើយភាគច្រើនគឺក្នុង script គឺយើង run ជា Linux command ហ្នឹងឯងដោយសារតែយើង run លើ Linux អញ្ចឹងអូខេហើយទូទៅកាលណានិយាយរឿង bash script របស់ Linux គឺយើងគឺត្រូវតែមាន start indicate ថា script run នៅណា script នឹង run នៅណាអញ្ចឹងណាអញ្ចឹងនេះជា location ទូទៅរបស់ bash ប៉ុន្តែបើឲ្យ practice មួយចំនួនយើងអត់ដាក់ direct អញ្ចឹងទេយើងអាចយក location ផ្សេងឬក៏បង្កើតជា virtual environment អូខេដូចជាអស់ហើយអរគុណច្រើន